ជាទូទៅអំបិលសូដ្យូមបូកនឹងក្លរ៉ៃដគេយកមកផលិតបានច្រើនជាប្រភេទអាហារណាសូម្បីតែពិធីជួយសុខភាពក៏មានអំបិលដែរបាទគេយកទៅផលិតសេរ៉ុមដែលយើងហៅថា NSS normal saline ហ្នឹងគឺ saline ហ្នឹងគឺអំបិលហ្នឹងហើយអញ្ចឹងណាបាទ saline ទឹកហ្នឹងហើយគេផលិតសេរ៉ុមមួយទៀតគេហៅថាពពួក lactate ringer ហ្នឹងបាទ sodium chloride បាទ sodium បូកនឹង chloride គេផលិតអំបិលសេរ៉ុមដែលមានជាតិប្រៃបាទអញ្ចឹងសេរ៉ុមដែលមានជាតិប្រៃគេប្រើសម្រាប់ជួយមនុស្សដែលបាត់បង់ឈាមត្រូវរបួសត្រូវអីឬក៏អ្នកដែលមានបញ្ហារាគរូសបាត់បង់ជាតិទឹកបាទវាអញ្ចឹងណាបាទអរគុណច្រើនលោកបាទវិទ្យាថារសជាតិប្រៃវាមានសារៈសំខាន់បែបណាខ្លះចំពោះសុខភាពមុននឹងឈានទៅដល់ថាប៉ះពាល់សុខភាពប្រិមត្តយើងសួរចង់ថាវាសំខាន់មិនច្បាស់យើងបើយើងអត់អំបិលបានអត់បាទតាមពិតទៅអ្វីក៏ដោយបើយើងសិក្សាឲ្យដល់ទៅវាមានកម្រិតរបស់វាទាំងអស់ហ្នឹងបាទតាំងពីស្ករតាំងពីអំបិលអីក៏ដោយវាសុទ្ធតែមានកម្រិតរបស់វាមានរូបមន្តរបស់វាឲ្យយើងយកមកគណនាតាមរយៈវិទ្យាសាស្ត្រគេបានរកឃើញឲ្យយើងដឹងអញ្ចឹងណាបាទខ្លួនយើងដែលយើងរស់បានរាល់ថ្ងៃនេះក៏មិនអាចអត់អំបិលបានបាទប៉ុន្តែប្រសិនបើយើងលឺអំបិលវានឹងធ្វើឲ្យយើងអន្តរាយបាទអន្តរាយពីអន្តរាយមួយមិនមែនថាស្លាប់ភ្លាមទេបាទអន្តរាយមានន័យថាវាអាចគ្រោះថ្នាក់ដោយសារអំបិលហ្នឹងហើយយើងនាំគ្នាប្រព្រឹត្តរាល់ថ្ងៃហ្នឹងមិនដឹងថាប្រឈមនឹងអ្វីខ្លះទេអត់ដឹងទេតាមតគ្នាមករហូតពីមុនមកអញ្ចឹងណាបាទអញ្ចឹងអំបិលដែលគេកំណត់ឲ្យយើងមានសុវត្ថិភាពនៅក្នុងខ្លួនរបស់មនុស្សយើងហ្នឹងគឺមាននៅក្នុងមន្ទីរពិសោធន៍មួយអាចដឹងបានហើយ range គេហៅ reference range អញ្ចឹងពី135ទៅ148បាទ135ទៅ148អញ្ចឹងបរិមាណសូដ្យូមដែលខ្លួនយើងត្រូវការឲ្យវា balance អញ្ចឹងណាអញ្ចឹងបើលើសពីហ្នឹងអាថាវាឡើង160 170យើងលើសសូដ្យូមហើយបាទហើយលើសសូដ្យូមហ្នឹងកើតអីគេតិចទៀតយើងនឹងប្រាប់ថាវាកើតអីហើយបើសិនជាយើងទៀបជាង130វាខ្វះហើយបាទអញ្ចឹងខ្វះវាកើតអីទៅទៀតអញ្ចឹងណាបាទបើសិនបើយើងខ្លួនយើងគឺត្រូវការអំបិលមានតួនាទីសំខាន់ជួយយើងឲ្យមានសម្ពាធឈាមលំនឹងល្អបាទលំនឹងសម្ពាធឈាមបាទអញ្ចឹងពី systolic ទៅ diastolic អានេះវាចូលទៅបច្ចេកទេសបន្តិចពេលដែលយើងវាស់សម្ពាធឈាមដោយប្រើឧបករណ៍ឥឡូវយើងមានទំនើបហ្នឹងគេប្រើ digital ដែលយើងយកឧបករណ៍វាស់សម្ពាធឈាមគេហៅថា blood pressure ហ្នឹងមកវាស់មកបើវាស់ទៅវាស់ដៃយើងដើមដៃនេះហើយដាក់វាឲ្យស្មើនឹងបេះដូងយើងបាទយើងចុចទៅវាលោតហើយបងប្អូនយើងមួយចំនួនថ្ងៃណាខ្ញុំនឹងនិយាយពីអាហ្នឹងបាទពេលយើងចុចទៅលោតយើងឃើញខាងលើលេខខ្ទង់ខាងលើហ្នឹងឧបមាថា10ឬក៏100បាទអញ្ចឹងខាងក្រោម60ឬក៏6អញ្ចឹងណាបាទខាងក្រោមគេបំផុតទៀតយើងឃើញអាច60 70 80ឬក៏លើសហ្នឹងអញ្ចឹងវាគ្រាន់តែអាចចំនួនហ្នឹងតែនៅពេលដែលយើងនិយាយអំពីថាមនុស្សមានសុខភាពល្អសម្ពាធឈាមមានលំនឹងល្អបរិមាណទឹកនៅក្នុងខ្លួនយើងមានbalance ណា balance ហៅអីលំនឹងហ្នឹងហើយបាទមានលំនឹងល្អហ្នឹងមកតុល្យភាពហ្នឹងហើយដែលធ្វើឲ្យយើងរស់បានធម្មតាអញ្ចឹងសម្ពាធឈាមយើងដូចគ្នាដែរបើសិនជាវាលើសបាទ diastolic លើសពី90 100អាហ្នឹងហៅឡើងសម្ពាធឈាមហើយបាទដូច្នេះវាពិបាកបញ្យល់បន្តិចប៉ុន្តែចង់និយាយថាឲ្យដឹងថាអាហ្នឹងវាជួយឲ្យ balance ហ្នឹងអញ្ចឹងឧបមាថាយើងត្រូវរបួសពឹបត្រូវរបួសដោយសារគ្រាប់កំភ្លើងដោយសារបាក់ដោយសារធ្លាក់ឈាមឆ្លងទន្លេក៏ដោយនៅពេលដែលបរិមាណឈាមយើងចុះក្រើតចុះស្រើតខ្លួនយើងចាប់ផ្ដើមត្រជាក់បាទដោយសារអីដោយសារនៅក្នុងឈាមយើងមានអំបិលពី135ទៅ148ប្រឡោះហ្នឹងកាលណាឈាមចុះអំបិលនៅក្នុងខ្លួនយើងបាត់បង់ balance វាចុះដែរកាលណាវាចុះដែរវាធ្វើឲ្យយើងមានអាម៉េចអំបិលជា electrolyte ជាអគ្គិសនីបាទអំបិលបាទអញ្ចឹងនៅពេលដែលវាចុះពីខ្លួនយើងវាធ្វើឲ្យខ្លួនយើងបាត់កម្ដៅបាទបងប្អូនយើងដែលស្ដាប់អាចដឹងហើយពេលយើងឆ្លងទន្លេធ្លាក់ឈាមច្រើនជាពិសេសស្ត្រីបាទស្ត្រីធ្លាក់ឈាមច្រើនពេលណានោះដៃជើងយើងចាប់ដើមត្រជាក់ដបងហើយច្រមុះយើងត្រជាក់ក្បាលយើងចាប់ដើមត្រជាក់បាសសក់ជ្រុងហ្នឹងប្រការដែលយើងអាចថាគ្រោះថ្នាក់អញ្ចឹងណាបាទអញ្ចឹងនៅពេលដែលគ្រូពេទ្យមកវាស់សម្ពាធឈាមឃើញចុះមកខ្សុយទាភ្លាមអញ្ចឹងអ្វីដែលដាក់មុនគេគឺ sodium chloride សេរ៉ូមប្រៃហ្នឹងហើយសេរ៉ូមប្រៃដើម្បីសង្គ្រោះឬក៏យើងរាកច្រើនពេកបាត់បង់អំបិលដែរអញ្ចឹងសាច់ដុំយើងចាប់ដើមរមូលកពើរមូលអីម្រាមដៃខ្វែងខ្វង
khá tiền nhá bà chẳng kia chập đám qua sự việc chim cười cho phim sờ rôm pray cứ đã hái trong cho bạch tiệt bao từ về dư bị làm bay ở bẻ đốn đa rồi bình chẳng cục krong cho ron là kỳ sinh nó không luôn dương đời xa ẩm bál cục krong sự việc chim đời xa ẩm bál cục krong tắc nó không luôn dương ở miền lục nắng tỏi ấy tỏi dạ phiếp đời xa ẩm bál chẳng dương ọt ẩm bál ru ọt bàn tề chẳng ở tại gì thế hầm bál nó cứ bál miền bây giờ đôi khi lực làm bánh bánh nhom nơi tròn chăm bán càng đại bột nhom quật sầm rào cốn miền phốt này bà miền đôi từ cừu đan cùng trong vô lót xin im này bà quật bè thì những sẽ chiếm pet cái ao từ sầm rà cái kè sờ đầm nó hay cái đặt cầm nào ao hay trong liệt sông cái châu để chụp bún bà thì chụp này bà thì chụp tới từng quy can tay trong plate cái ao thà bà cái đó có mọi nơi chụp đòi cầm láng chất đấy bà bún stiếp mà luôn ta na có thể chẹt đây men ót bún mưa nở tia đạp mưa men nhà xa mồm thêm bà châu tới mà đấy cái nó kìm ao dương trên châu pre prate cái này dương chimero bà dương chimero của thom đá nè chữ quạt miền sọc phiệp sao hay phần ta nó cứ sầm lạp mero phần ta dương châu tới vì ai miền bành hà phần ta dương đô ai đô ấy pen á trong chỗ cho cái sầm lạp dương đôi mero còn châu ba quy chập đài văn tân thấu thì chạm mền chẳng đôi là miền xa mánh cái nào bắt bong chiêm chớn bắt bong phơi ơi bà phơi ơi cuốn chập đào thì chẹt bắt bong cầm đào bắt bong ấy akisani bà chẳng cái bắt tàu rôm phong cái chui co cầm đào phong bà mà giặt máu bàn quạt miền lùm đừng làm về vô lấy bà vô này chẳng trong hỏi bong ôn nhưng vô vô vì quân phải giao ẩm bal năng chẳng nhầm bà rồi ngáy bây giờ đặt đăng tha vì miền quân phải giao ấy chẳng đó ấy co nhầm vú vì miền cruột nãy dương đừng prap tê chiết bạn con người bạn lúc cru hộp bal hộp pray hộp bal hộp pray ở cao chung ngư ấy khla bà châu đó sầm khăn này bà của miền cái đảo ở là bà nước pê đại dương dây piềm bal mà rồi sàm pram từ mà rồi xài sập phẩm bay rừng rồi há bà pê đại dương hộp lứa nông khuôn dương nâng từ tu ban là xa chiết sụt giống đấy lứa pi cầm đặt thầm nà lứa bên này thà đòn mà rồi há rồi co mà rồi há pram rồi học chẳng á chẳng ta miền ấy làng dương đó ngày mấy tuổi để ti ẩm bal cứ cục krong sầm phiết chiếm nó không khuôn dương hai tuổi để ti ẩm bal cục krong chiết tắc nó không khuôn dương hai ẩm bal nâng phát đó là cầm đặt ở kỳ sinh ấy khuôn dương nơi pe na đại không chiêm dương miền ẩm bal lứa viên nâng thứ ai sầm phiết chiếm nó bao dương làng nó pe đại vì làng để phải cả nam miền phải để man lứa ẩm bal ní sốt dòm ní cứ vì chập ở khuôn dương absorb chiết tắc từ không chiếm lươn mền tèn mà lươn mền tèn chắc nếu pe đại dương miền chủng ngư làng sầm phiết chiếm hơi dương nhắm práy ẩm bal nắng vì chập chiết tắc chôn không chiếm dương bàn chán không sai chiếm dương vì cái bông tại tăng sáp hay bật hai mươi tiết để dương sọp con cái bông ở tăng cái dương sọp hai mươi tiết mạch bình tu màn tu ấy kế tu sai chiếm bài đôn tu sai chiếm không cụ các ba vì thưa ở sự việc chiêm dương lạng khăng dương rồi co dương prelpnet dương stroke dương slap mùi chụp miền khuôn dương pika miền tràn mền tèn rất có slap mà bắt đầu của miền này nắng bal lư bà chẳng nè na khá đầy chẳng nè đại miền chụp ngư làng chiêm làng sự việc chiêm nè đại miền tây quốc co ọt oi nhằm prai đài bà chẳng nè lơ sầm piệt chiêm nè sợi tây miền tây quốc bà hai năng tây pua bà tây pua nước tây pua là mùi năng hơi bà tây miền quá bà năng ngày đuổi khné đây là không chẳng nè đại phải chóm cứ nè chừng ngư đại quạt miền ram rai phần này Việt chiếm hay sẽ tây miền tây pua rồi còn nè miền chừng ngư bài đôn nè miền chừng ngư sai chiếm nè stroke ấy sẽ đàm nè đại sai chiếm của các bà sẽ đàm nắng á tầng ó nắng cứ phải giặt cho mùi ẩm bal mền tèn bàคุณខ្ញុំពីមុនចេះឆ្ងល់ថាទេអ្នកដែលលើសឈាមអ្នកដែលមិនក៏គេហាមហូបប្រៃឬក៏ពេលណាដែលគាត់ហូបចង់និយាយទៅមកតែគេតមនេះយ៉ាងប្រក្តីថ្ងៃណាហូបឆ្ងាញ់យ៉ាងប្រៃបន្តិចតធ្វើទុកចេះឆ្ងល់ថាមិនបានគាត់ហូបប្រៃxongមិនបានទៅតាក់តងអីនឹងបាល់សោះបាទធ្វើទុកកាប់អគិសនីហ្នឹងហើយអគិសនីទឹកសម្ពាធបាទសម្ពាធវាឡើង
ហើយសម្ពាធហ្នឹងបើយើងនិយាយពីសម្ពាធពេលខ្លះពិបាកដល់ពេលយើងវាស់បានយើងដឹងអញ្ចឹងថ្ងៃណាមួយខ្ញុំនឹងធ្វើប្រធានបទនិយាយអំពីរបៀបយល់ដឹងអំពីវាស់សម្ពាធឈាមឲ្យចេះមើលបានដឹងថាយើងទៅបង្ហាញតាមណាបាទអត់យើងបង្ហាញនេះបានតើបង្ហាញបានវាស់ខ្ញុំហ្នឹងហើយបាទគាត់ចង់ដឹងថាខ្លួនមនុស្សយើងត្រូវការអំបិលហ្នឹងមួយថ្ងៃប្រមាណក្រាមហើយវាអាចខុសគ្នារវាងមៀតអាយុអីជាដើមហ្នឹងវាអាចដល់អត់ទី1ទី2ចង់ដឹងថាអំបិលដែលស្ងោរ1ក្រាមអាចថា1ខាំចុះបាទហើយនឹងអំបិលគ្រួស1ខាំដូចគ្នាបាទតើកម្រិតប្រៃហ្នឹងវាខុសគ្នាដែរឬអត់ខុសគ្នាមិនណោះបាទមៀតអាចខុសគ្នាប៉ុន្តែកំហាប់អំបិលដូចតែគ្នាទេវាអាចខុសគ្នាលោកមៀតខុសគ្នាខុសមៀតខុសកំហាប់អត់ទេឧទាហរណ៍ថាយើងថ្លឹងសម្លៃ1គីឡូហើយថ្លឹងមាស1គីឡូមៀតវាអាចខុសគ្នាបើទម្ងន់វាដូចគ្នាទេចង់និយាយចឹងអាជាតិប្រៃនៅកំហាប់បាទកំហាប់បើខ្ញុំកំហាប់ខ្ញុំសំដៅទៅលើថាវាណែនបើណែនមានន័យថាវាហាប់ខ្លាំងដល់ពេលវាអត់ណែនបើអំបិលស្ងោរយើងចាំវាសោះហ្នឹងហើយប៉ុន្តែសោះយើងបើមករវល់មកកជើយកទៅថ្លឹងយកទៅថ្លឹងវាមិនសោះវាមិនអមថាអំបិលគ្រួសមកកជើមក10គីឡូអត់អញ្ចឹងណាអំបិលមកជើដល់ពេលអំបិលស្ងោរនោះវាសោះវា2កជើនោះប្រហែល10គីឡូបាទនោះមកវាអត់ហាប់វាអត់សូវហ្នឹងហើយវាអញ្ចឹងណាបាទវាប្រហោងបាទយើងនិយាយពីប្រហោងក្នុងយើងនិយាយពីម៉ាស់របស់វាតែយើងមិនចាំនិយាយមៀតវាណាយល់ទេបាទហ្នឹងហើយអរគុណលោកតាអញ្ចឹងវាអត់អីទេអានោះគ្រាន់ថាវាអត់មានអំបិលសាបទេគ្រាន់តែយើងញ៉ាំវាហ្នឹងគឺយើងញ៉ាំសារជាតិរបស់វា element sodium ហ្នឹងអញ្ចឹងយើងញ៉ាំអាហ្នឹងទេអញ្ចឹងមិនទេក៏សួរអីគេមួយទៀតដំបូងគាត់ចង់ដឹងថាប្រហែលក្រាមយើងម្នាក់ទទួលទានអាចថាចង់និយាយថាសមរម្យសម្រាប់យើងទូចក្តីឬក៏កុមារទូចឬក៏យើងមនុស្សធំមៀតតូចមៀតធំជាដើមហ្នឹងវាអាចថាប៉ុន្មានក្រាមដែលវាសមល្មមមិនប៉ះពាល់ដល់សុខភាពជាតិតម្រូវការសារពាង្គកាយជាទូទៅអំបិលយើងត្រូវការមួយថ្ងៃជុំវិញ300ក្រាម300ក្រាមបាទ300មីលីក្រាមខ្ញុំក្រាមអូ300មីលីក្រាមបាទជុំបើលោកគ្រូសួរថាដាក់ចុងលព្រាប្រហែលជាប៉ុណ្ណា300ហ្នឹងបើយើងរង្វាស់វាធម្មតាគេគិតទៅវាប្រហែល1ស្លាបព្រាកាហ្វេអញ្ចឹងហ៎បាទ1ស្លាបព្រាកាហ្វេបាទ300មីលីក្រាមបាទបើសិនទូចណាលោកបាទមែនមីលីក្រាមហ៎មីលីក្រាមតិចណា300មីលីក្រាម300មីលីក្រាមបើតាមខ្ញុំចាំណាបាទអញ្ចឹងវាតិចទេអំបិលត្រូវការតិចមែនតើបាទប៉ុន្តែប្រសិនបើយើងញ៉ាំលើសអាហ្នឹងវាលើសតែវាទៅតាមមៀតដែរបាទមៀតរបស់មនុស្សឧទាហរណ៍ថាខ្ញុំ100គីឡូបាទអញ្ចឹងយើងកំណត់ប៉ុណ្ណឹងវាអត់គ្រប់ទេហើយយើងយកខ្ញុំទៅប្រៀបធៀបជាមួយនឹងអីគេកូនក្មេងបាទ5ឆ្នាំបាទក៏វាអត់ត្រូវដែរអញ្ចឹងអាការកំណត់ហ្នឹងវារៀងវាអញ្ចឹងបានគេប្រើរង្វាស់បែបស្លាបព្រាវិញណាបាទស្លាបព្រានេះយើងប្រើមួយថ្ងៃជុំវិញ1ស្លាបព្រាកាហ្វេហ្នឹងទេបើយើងលើសហ្នឹងយើងលើសហើយបើយើងខ្វះហ្នឹងគឺខ្វះតែបើសិនកុមារយើងត្រូវកាត់បន្ថយទៅតាមទម្ងន់បាទតាមទម្ងន់ណាជួនកាលកុមារខ្លះអាយុតិចប៉ុន្តែមៀតគាត់ធំបាទអ្នកខ្លះអាយុគាត់ច្រើនតែមៀតគាត់ល្អិតអញ្ចឹងបើយើងគណនាអាយុមិនត្រូវទេតែយើងគណនាមៀតរបស់គាត់ល្អជាងបាទអញ្ចឹងថយទៅតាមហ្នឹងទៅអូបាទយល់ឡើងគ្រូបាទអញ្ចឹងមានន័យថា300ក្រាមមីលីក្រាម300ក្រាមទេលោកមីលីក្រាមទូជាងក្រាមទេគេគិតមីលីក្រាមទេគេគិតហ្នឹងគេគិតមីលីក្រាមទេអញ្ចឹងបើសិនជាក្មេងបន្ថយជាងហ្នឹងទៅប៉ុន្តែពេលគ្រូមានប្រសាសន៍ថាអូយើងប៉ាន់ប្រមាណទៅប្រហែលជាមួយស្លាបព្រាកាហ្វេបាទប្រយ័ត្នខ្ញុំខ្លាចតែប្រិមិត្តអូខេឥឡូវចាប់ពីថ្ងៃហ្នឹងទៅញ៉ាំតែមួយព្រាកាហ្វេប៉ុនភ្លេចគិតលីហាលពីកំប៉ុងហ្នឹងអាហ្នឹងយើងនិយាយពីប្រភពនៃការទទួលទានអំបិលរបស់យើងហ្នឹងសរុបទៅគឺជុំវិញ2005ទៅ3000មីលីក្រាមស្មើនឹង1ស្លាបព្រាកាហ្វេទេអញ្ចឹងមិនមែនក្រាមទេក្រាម1ក្រាម1ខាំ100ក្រាម1ខាំហើយយើង300ក្រាម3ខាំមួយថ្ងៃគង់ឯងមិនស្វត់កើតត្រីងៀតមិនកើតត្រីងៀតយល់ទេអញ្ចឹងបើតាមខ្ញុំចាំតាមខ្ញុំធ្លាប់សិក្សាស្រាវជ្រាវខ្ញុំគិតថាមីលីក្រាមទេបាទអញ្ចឹងមីលីក្រាមដែលយើងញ៉ាំហ្នឹងវាអំបិលហ្នឹងវាត្រូវបន្ថយទៅតាមមៀតទៅតាមអាយុហ្នឹងវាទៅតាមអញ្ចឹងទេបាទអរគុណច្រើនគ្រូបានអញ្ចឹងនៅក្នុងហ្នឹងក៏អាចមានន័យថាសរុប
ដែរមកថាអំបិលដែលយើងបង់ចូលទៅក្នុងសឡនោះខ្លះ បាទ អំបិលដែលយើងជ្រលក់ស្វាយនោះខ្លះ បាទលីហាល បាទឧ ត្រី ទាហ ងៀ រ ត ណ៍បាទ ខ្លះ យើងញ៉ាំត្រីងៀតនោះ បាទ ខ្លះហើយទៅពេលយើងញ៉ាំសឡហើយយើងមានចាក់ទឹកត្រីម្ទេស ត្រី ហើយទីនោះទៀត ហ្នឹង បាទ ហើយ អញ្ចឹងអាទាំងអស់ហ្នឹងបើសរុបទៅប្រហែលជា300 មីលីក្រាមហ្នឹង ដើម្បីឲ្យ អាហ្នឹង សុខភាពល្អ ជា បាទ ជារឿងសមរម្យសម្រាប់ បាទ សុខភាពយើងម្នាក់ៗ បាទ មិនមែនអំបិលផ្សេងហើយទៅញ៉ាំទឹកត្រីអីណាជ្រលក់អីនោះផ្សេងទឹកស៊ីអ៊ីវនោះផ្សេង អ អំបិល ហុក ណា ម៉ាំ ប៉ោកនោះ ហ្នឹង ផ្សេង អត់ទេ ហ្នឹងគឺលើសហើយ បាទសរុប បាទ ទៅពេលតែញ៉ាំទាំងអស់ហ្នឹងសរុបមកឲ្យវានៅត្រឹមតែ300មីលីក្រាមឯង បាទ សម្រាប់មនុស្សពេញវ័យ អូ ហើយ បាទ បើកុមារយើងបន្ថយតាមហ្នឹងទៅ អូអញ្ចឹងបើសិនជាយើងញ៉ាំអីដែលប្រៃហើយញ៉ាំសឡប្រៃហើយគួរកុំញ៉ាំម្ជូរស្វាយជ្រលក់អំបិលហ្នឹងច្រើនទៀត បាទ មែនទេលោក បាទ បាទ ពេលខ្លះយើងប្រឹក្សាចាស់គាត់ឡើងសភាពឈាមណាមីងឡើងសភាពឈាមខ្លាំងមីងញ៉ាំថ្នាំនេះហើយមីងកុំទៅផ្ទះវិញកុំប្រសាប្រៃអញ្ចឹងណា បាទ តែប្រៃគាត់យល់ថាប្រៃហ្នឹងអំបិលទេ បាទ អត់ទេអត់ដែលហូបអំបិលហូបអីទេខ្ញុំហូបតែត្រីងៀតរាល់តែថ្ងៃ ខ្ញុំញ៉ាំតែត្រីងៀតប្រហុកអីហ្នឹង ទៅអញ្ចឹងវិញគាត់អត់ដឹងថាហ្នឹងអំបិលទេ បាទ អញ្ចឹងណាបាទ អរគុណគ្រូបាទ បាទ អរគុណមានប្រិមិត្តមួយរូបទៀតគាត់ថាជំរាបសួរលោកគ្រូគេថាប៊ីចេងជាប្រភេទសូដ្យូមជាប្រភេទអំបិលសាបតើជាការពិតដែរឬទេលោកគ្រូ រូបមន្តវា monosodium អាហ្នឹងគេហៅ MSG វាអត់មាន chloride ទេ បាទ អញ្ចឹង ប៊ីចេងគេថាអំបិលសាបត្រូវអត់ មិនទេមែនទេ មែនទេណា បាទ យើងរូបមន្តវាផ្សេងគ្នា បាទរូបមន្តវា monosodium ផ្សេង បាទ អញ្ចឹង monosodium មានតែ sodium មួយគត់ អូ វាអត់មាន chloride ទេ បាទ អញ្ចឹងរូបមន្តអំបិលតលតែ sodium បូកជាមួយនឹង chloride បាទដល់ពីប៊ីចេង បានចេញវាមាន monosodium mono មានន័យថាមួយ sodium តែមួយមុខ អូបាទអត់មាន chloride ហ្នឹងហើយ បាទអញ្ចឹងមិនមែនប៊ីចេងហ្នឹងជាអំបិលសាបទេ បាទគេហៅ monosodium glutamate ដែលគេសេ MSG ហ្នឹង អូបាទ M មានន័យថា mono បាទ S ហ្នឹងមកពីថា sodium បាទ ហើយ G ហ្នឹងមកពាក្យថា glutamate បាទ អញ្ចឹង អរគុណ វាមានតែប៉ុណ្្នឹងអានោះវាអត់មាន chloride ទេ បាទ អញ្ចឹងណា អរគុណគ្រូបាទផ្កាយស្នេហ៍គាត់សរសេរសំណួរមកបន្តមានគេនិយាយថាអំបិលមានសារធាតុផ្លាស្ទិកច្រើនហើយអំបិលផ្កាឈូកមានសារធាតុប៉ូតាស្យូមខ្ពស់តើពិតមែនដែរឬទេលោកដុកទ័រ បាទតាមពិតទៅអំបិលមិនមាន plastic អីទេព្រោះអំបិលវាអត់មានសារជាតិ plastic នៅក្នុង គីឡូនៅក្នុងសមុទ្រមានផ្លាស្ទិកច្រើន តើតែគេយកអំបិលទៅខ្ចប់ជាមួយថង់ plastic អាហ្នឹងមិនមាន plastic បា អ ទ ញ្ចឹងបើរូបមន្តវាអត់មានទេ អូ អត់ បាទ មាន plastic ទេហើយសួរថាចុះអំបិលរ៉ែហ្នឹងមាន potassium ដែរជាទូទៅមិនមែនតែអំបិលរ៉ែទេអំបិលរ៉ែហ្នឹងអំបិលផ្កាឈូកហ្នឹងដោយសារតែសារជាតិពណ៌របស់វាផ្កាឈូកអាផ្កាឈូកហ្នឹងសូម្បីតែដីក្រហមយើងហ្នឹងណា បាទ ដីដែលយើងដាំដំណាំតំបន់ដីក្រហមស្គាល់នៅណាខ្លះ នៅកំពង់ចាមសបោ កំពង់ចាម នៅរតនគិរីមណ្ឌលគិរី ហ្នឹង ស ហើយ បោ តំបន់ដីក្រហម នៅផ្ទះខ្ញុំក៏មានដែរ បាទដីក្រហមយើងយកមកបកី បាទ ហ្នឹងហើយតែពិតតំបន់ដីក្រហមដែលខុសពីដីយើងដីសដីខ្សាច់ដីខ្មៅហ្នឹង បាទ តំបន់អស់នោះក៏វាសម្បូរទៅសារជាតិគេហៅថា បាទ CK រូបមន្តវា K នៅ បាទ ក្នុងគីមី បា បាទ ទ K ហ្នឹងមកពីពាក្យថា potassium បាទ potassium នេះដោយសារអំបិលរ៉ែគឺវាមានផ្ទុកអាហ្នឹងមែន បាទ អញ្ចឹងណាហើយក៏មិនមែនថាយើងត្រូវតែប្រើ potassium ហ្នឹងច្រើនល្អទេមិនមែន បាទ អញ្ចឹងទេអញ្ចឹងណា បាទ អីក៏ដោយវាមានកម្រិតរបស់វាអញ្ចឹងនៅក្នុងអំបិលយើងហ្នឹងក៏មានជាតិ potassium ខ្លះដែរអក្សរហ្នឹង បាទ គ្រាន់តែវាតិចជាងអំបិលរ៉ែ បាទ អញ្ចឹងណា អូ បាទអញ្ចឹងនៅពេលដែលយើងនិយាយពីដីក្រហមមិញហ្នឹងឲ្យតែដីក្រហមតំបន់ណាក៏ដោយសម្បូរសារជាតិ potassium ជាងអាសូត បាទ ជាង N ជាង nitrogen អូ អ បាទ ញ្ចឹងអ្នកធ្វើកសិកម្មឲ្យស្ដាប់ទៅគាត់យល់ហើយអញ្ចឹងណា បាទបាទលោកបា អ ទ ញ្ចឹងអ្នកដែលដាំដំណាំទៅលើតំបន់នោះគឺ potassium មិនងាយខ្វះទេខ្វះអាសូត បាទអរគុណគ្រូបាទ បាទ ឥឡូវមានសំណួរអីចានី ចង់សួរលោកគ្រូថាអំបិលអ៊ីយ៉ូតនិងអត់អ៊ីយ៉ូតតើវាមានការខុសគ្នាយ៉ាងណាដែរខ្ញុំតាមក្រៅការអត់ ល្អល្អ អូបាទ បាទបាទ យើងដឹងតែអំបិល បាទ ប៉ិនលក់នៅលើទីផ្សារ មិនខ្លះដែរ បាទមានអំបិលដែលមានអ៊ីយ៉ូតហើយអំបិលអត់អ៊ីយ៉ូត ហ្នឹងហើយ ដល់ពេលការប្រើប្រាស់វាមានគុណសម្បត្តិគុណវិបត្តិខុសគ្នាយ៉ាងម៉េច បាទតាមពិតអំបិលដូចតែគ្នាទេ បាទ នៅពេលដែលគេផលិតអំបិលចេញមកពីស្រែអំបិលពីសមុទ្រមកអំបិលគ្រួសហើយឥឡូវនេះដោយសារតែការណែនាំរបស់ឧស្សាហកម្មខាងក្រសួង សុខាភិបាល សុខាភិបាលហ្នឹងបាទគេណែនាំថាកាលណាយើងញ៉ាំអំបិលសុទ្ធហ្នឹងណាអំបិលអត់មានជាតិអ៊ីយ៉ូតហ្នឹង បាទ វាធ្វើឲ្យយើងមានបញ្ហា
ជំងឺដល់សុខភាពយើងបាទអញ្ចឹងវាឲ្យយើងពកកឲ្យយើងកូននឹងមិនសូវឆ្លាតអីជាដើមបាទដោយសារវាបាត់បង់សារជាតិអ៊ីយ៉ូតហ្នឹងឬក៏អង់គ្លេសហៅអាយ៉ូឌីនណាអាយ៉ូដាហ្នឹងបាទអញ្ចឹងហើយគ្រាន់តែគេយកអំបិលគ្រួសទៅស្លវាលាយនឹងសារជាតិអាយ៉ូដាញបាទឬថា potassium អាយ៉ូដាញហ្នឹងទឹកស៊ីអ៊ីវក៏គេដាក់ទឹកត្រីអីក៏គេឲ្យដាក់ដែរតែអត់ដាក់គេប្រឈមមុខនឹងការបិទអត់ឲ្យផលិតណាបាទអញ្ចឹងដោយសារកាលមុន UNICEF អ្នកកាន់កាប់ហើយនឹង World Food ក៏គេអ្នកកាន់កាប់អាហ្នឹងអាគម្រោងហ្នឹងបាទទិញ potassium អាយ៉ូដាញមកពីក្រៅពីរ៉ែហ្នឹងមកបញ្ចូលអញ្ចឹងមានន័យថាយកអា potassium ហ្នឹង potassium អាយ៉ូដាញអាហ្នឹងគេ potassium អាយ៉ូដាញបាទយកមកបញ្ចូលជាមួយទឹកស៊ីអ៊ីវទឹកត្រីអីទាំងអស់ហ្នឹងដែលអ្នករោងចក្រអ្នកផលិតគាត់ស្ដាប់គាត់ដឹងហើយតែអត់មានអាហ្នឹងតែគេធ្វើការវិភាគអត់ឃើញគឺគេបិទហើយប្រឈមនឹងបិទអាជីវកម្មអញ្ចឹងណាអញ្ចឹងអំបិលដែលយើងផលិតពីស្រែអំបិលអានេះយើងដាក់លក់យកទៅប្រឡាក់អីទៅប៉ុន្តែគ្រាន់តែគេតម្រូវឲ្យយើងមានអំបិលអ៊ីយ៉ូតអំបិលអាយ៉ូដាញហ្នឹងដើម្បីស្លអំបិលហ្នឹងឲ្យទៅជាម្សៅហើយលាយអាយ៉ូដាញហ្នឹងដើម្បីឲ្យអ្នកមានផ្ទៃពោះកុមារអីហ្នឹងញ៉ាំទៅកុំឲ្យមានបញ្ហាសុខភាពពីព្រោះតែខ្វះសារជាតិអាយ៉ូដាញហ្នឹងវាផលិតពីកយើងដែរកាពេញធីរ៉ូអ៊ីតនេះបាទអញ្ចឹងណាអញ្ចឹងបើយកអត់មានវាពកកវាធ្វើឲ្យក្មេងមិនឆ្លាតវាធ្វើឲ្យក្មេងកើតជំងឺស្បែកឬក៏ធ្វើឲ្យមានបញ្ហាឆ្អឹងកោងអីជាដើមខ្វះហ្នឹងបាទអញ្ចឹងបានគេតម្រូវឲ្យយើងដាក់អាហ្នឹងចូលទៅក្នុងអំបិលហ្នឹងដល់ពេលញ៉ាំអំបិលទៅវាដោយអាហ្នឹងមកអូបាទហើយយកខ្ញុំពីដើមមកហូបអំបិលមិនដែលមានអ៊ីយ៉ូតអញ្ចឹងបានជូរសក់អស់ហ្នឹងអូអញ្ចឹងហើយលោកគ្រូធ្លាប់កើតជំងឺអាជំងឺ hypothyroid ឬក៏ hyperthyroid ហ្នឹងជ្រុះសក់អស់លេងឃើញហ្នឹងអត់ញ៉ាំតាមការណែនាំរបស់គ្រូប៉ិនតាំងពីសម័យអាពកមកមានអ៊ីយ៉ូតណាគ្រូចុះប៉ិនបងខ្ញុំអត់ហូបដូចគ្នាមិនគេមានសក់ចុះសក់ជ្រុះអាហ្នឹងមកពីគង់ឯងផងមិនមែនមកតែពីអំបិលទេគង់ឯងត្រូវបានគេបោចរាល់ថ្ងៃបាទដល់ពេលនិយាយយើងមិនថាសម័យពុទ្ធសម័យខ្មែរក្រហមចានីស្ដាប់អីនំនេះសាយហ្នឹងបាទសម័យខ្មែរក្រហមមិនអត់មានអំបិលខ្វះអំបិលបាទឬចាស់និយាយប្រាប់ហ្នឹងខ្ញុំកើតអត់តាន់ដែរយកផេះយកអីទៅធ្វើម៉េចដើម្បីឲ្យវាមានជាតិប្រៃជាតិអីយកមកតាមពិតវាជាតិប្រៃប៉ុន្តែឲ្យសារជាតិវាឲ្យគ្រប់គ្រាន់នោះគឺវាអត់មានទេនឹងវាអត់យើងអាចយកផេះតាមធម្មតាខ្ញុំធ្លាប់ដឹងថាយើងយកផេះហ្នឹងផេះពីដើមឈើមួយចំនួនដូចផេះដើមឆ្លីចសហ្នឹងជនជាតិដើមអត់មានអំបិលសម័យមុនគេយកសាច់ទៅប្រឡាក់សាច់សត្វព្រៃប្រឡាក់រួចហាលទៅវាអាំងទៅញ៉ាំទៅប្រៃដែរប៉ុន្តែវាមិនមែនជាអំបិលដែលយើងត្រូវការនឹងទេcònអាចរស់បានយល់ទេបាទអញ្ចឹងណាអរគុណគ្រូបាទអញ្ចឹងទោះបីប្រៃប៉ុន្តែវាមិនអំបិលទេបាទវាអំបិលដែរប៉ុន្តែវាមិនមែនជាតម្រូវការរបស់សុខភាពយើងទេអំបិល compound របស់វាគឺមាន sodium បូកជាមួយនឹង chloride បាទហើយដល់អំបិលផេះហ្នឹងវាមិនមានគ្រប់អញ្ចឹងណាអញ្ចឹងណាអរគុណគ្រូបាទច័ន្ទ2ច័ន្ទ3បាទគាត់ថាហូបសាបមិនឆ្ងាញ់បាទអញ្ចឹងមែនតែសាបតែគាត់មាននរណាទៅប៉ុន្តែវាដោយនេះទេអាខ្លះហូបប្រៃអត់ទម្លាប់ទេអញ្ចឹងណាបាទតែយើងមានអីឆ្ងាញ់ទៅប៉ុន្តែហើយទៅឡើងសពាតឈាមទៅដាច់ខ្សែឈាមទៅពិការទៅដោយសារតែចង់ឆ្ងាញ់អញ្ចឹងអញ្ចឹងហូបសាបមិនឆ្ងាញ់ប៉ុន្តែហូបប្រៃក៏មិនត្រូវប្រៃពេកដែរបាទយើងប្រៃល្មមណាហ្នឹងជាតម្រូវការសុខភាពយើងរាល់ថ្ងៃយើងគិតមើលមួយថ្ងៃមួយស្លាបព្រាកាហ្វេ100ថ្ងៃ100ស្លាបព្រាកាហ្វេដែរណាបាទមិនមែនតែតិចទេណាវល់មើលបាទមិនអញ្ចឹងរិទ្ធីសែមបាទតើមានអាការៈដូចម្ដេចខ្លះដែលបង្ហាញថាយើងកំពុងតែឈឺដែលកំពុងតែលើសជាតិប្រៃលើសជាតិប្រៃបាទអូសំណួរល្អដែរតានេះល្អតាបាទគាត់ចំណាំយ៉ាងម៉េចបានដឹងថាក្នុងខ្លួនយើងនោះវាលើសជាតិប្រៃហើយពេលដែលយើងលើសជាតិប្រៃវាធ្វើយើងឡើងសម្ពាធឈាមនឹងឯងដែលយើងសម្គាល់ថាយើងវិលមុខយើងឈឺក្បាលយើងតឹងសរសៃកបាទយើងគេពេលអញ្ចឹងយើងថាយើងលើសឈាមហ្នឹងតាមពិតលើសឈាមមកពីលើអំបិលបានសូដ្យូមវាច្រើនពេកបាទអញ្ចឹងបានទៅពេទ្យគេសរសេរនៅក្នុងកាតពេទ្យហ្នឹងគ្រូពេទ្យគាត់សរសេរថាឲ្យតែឡើងសម្ពាធឈាមហ្នឹងក៏ដាក់ថា low salt diet បាទមានន័យថាកាត់បន្ថយអំបិលទៅហ្នឹងហើយអញ្ចឹងបាទអញ្ចឹងយើងអត់ដឹងទេយើងដឹងថាឡើងឈាមតែពិតអាហ្នឹងជំរុញកត្តាគេឡើងឈាមមកពីលើខ្លាញ់ដែរលោកវាឡើងដែរប៉ុន្តែអំបិលនេះវាកត្តាជំរុញឲ្យឈាមដាច់សរសៃលឿនជាងអាខ្លាញ់ហ្នឹងទៅទៀតអញ្ចឹងប្រៃហ្នឹងអញ្ចឹងលើឈាមវាអាចតាមដែលគ្រូធ្លាប់មានប្រសាសន៍វាអាចមកពីសម្ពាធឈាមលើខ្លាញ់ក្នុងសរសៃឈាមធ្វើឲ្យចរន្តឈាមដើរអត់ស្រួលហៅលើឈាមបាទហើយមួយទៀតតាមគ្រូមានបាញ់មិញកាលណាញ៉ាំ
ជាតិប្រៃច្រើនក៏ធ្វើឲ្យលើសម្ពាធឈាម ចូល ដែរ ឡើងដែរបាទឡើងឈាមដែរ បាទ កើតជំងឺបេះដូងក៏ដោយសារអំបិលដែរកើតជំងឺសរសៃឈាមក៏ដោយសារអំបិលដែរ ប៉ុន្តែយើងអាចសន្និដ្ឋានថាមកពីអំបិលទាំងស្រុងតែម្ដងអត់ទាន់ត្រូវ អត់ ទេ ទាន់ត្រូវទេ វាស់វែង វាមានកត្តាវាអញ្ចឹងណាហ្នឹងហើយ បាទ អញ្ចឹងសំណួរថាលើសអំបិលដល់ម៉េចលើសអំបិលគឺមានន័យថាអំបិលដែលយើងតេស្តឈាមទៅយើងឃើញលើសពី148មីលីក្រាមអញ្ចឹងក្នុង1លីត្រ 1លីត្រឈាម ហ្នឹងហើយ1លីត្រហ្នឹង1លីត្រឈាមហ្នឹង អញ្ចឹងតើបូមឈាមមកចេញអស់1លីត្រ អត់ទេគេយកទៅតេស្តគេដឹងម៉ាស៊ីនវាចេញរត់មកអញ្ចឹងឲ្យ បាទ បាទ បូមឈាមអស់ ចឹង 1លីត្រ លើសពី148មីលីក្រាមក្នុង1លីត្រអាហ្នឹងយើងលើសហើយទៅពេលយើងវាស់សម្ពាធឈាមយើងឃើញឡើងយើងអាចប្រាប់គាត់ថានេះទៅបន្ថយអំបិលទៅ បាទ ហើយចាំញ៉ាំថ្នាំបញ្ចុះសម្ពាធឈាមឡើងវិញ អរគុណគ្រូអញ្ចឹងអាចខ្លីៗនិយាយជារួមថាយើងមិនអាចដឹងបានទេប៉ុន្តែបើសិនជាយើងមានអាការៈ មិនស្រួល មិនស្រួលធីងធង ធុង រ តឹង យ សរសៃកហ្នឹងហើយ ហើយជាដើមហ្នឹងអាហ្នឹងវាអាចកតាអំបិលផងវាអាចកតា អីផ្សេង ខ្លាញ់ ផង ក្នុងឈាមនោះអី បាទ ផង បាទ ប៉ុន្តែក្នុងហ្នឹងវាអាចគាត់ថាវាអាចណា ហ្នឹងហើយ ប៉ុន្តែអាចដឹងច្បាស់ខ្លួនឯងហ្នឹងអត់ដឹងទេតើទៅពេទ្យ វាអត់មានសញ្ញាទេអញ្ចឹងអ្នកខ្លះថាទឹកនោមប្រៃថាអីចឹងតាមពិតទឹកនោមប្រៃវាហើមខ្លួនហ្នឹងមិនមែនហើមដោយសារលើសអំបិលឬខ្វះអំបិលទេគឺវាខ្វះប្រូតេអ៊ីនទេ ពេលបាទយូគៀងលឹមបាទជំរាបសួរលោកគ្រូចំឌិតបាទលើសជាតិប្រៃតើត្រូវធ្វើដូចម្ដេច បាទ អាច លើសទៀត ខ្លាញ់ ប្រៃអត់បាក់ទេគ្រាន់តែបន្ថយអំបិលហើយ បាទ បន្ថយ បន្ថយញ៉ាំ ការ ប្រៃ ញ៉ាំប្រៃទៅវាចុះមកវិញខ្លួនឯងតាព្រោះយើងនោមម្ដងម្ដងទឹកនោមយើង អាច អំបិលទៅមិនតិចទេ អាចថាអូឥឡូវយើងមានអាការៈហ្នឹងយើងសង្ស័យលើសជាតិប្រៃអញ្ចឹងគាត់ព្យាយាមញ៉ាំទឹកឲ្យបានច្រើននេះ តែញ៉ាំ ដើម្បី ទឹកញ៉ាំទឹកវានោម ដើម្បីជំរុះអាជាតិប្រៃនៅក្នុងឈាមនៅ បាទ ក្នុង វានោមទៅចេញអំបិលហាត់ប្រាណទៅបែកញើសអំបិលចេញ អូបាទ អញ្ចឹង ចឹងជាវិធីដោះស្រាយងាយងាយ បាទងាយងាយអត់មាន ប៉ុ ថ្ ន្តែ នាំ កុំភ្លេច ឲ្យចុះ ទៅ ជាតិ ពេទ្យផងទៅពេទ្យផង ហ្នឹងហើយទៅពេទ្យផង បាទផ្កាយស្នេហ៍អរគុណលោកដុកទ័រអរគុណបាទស៊ីមហ៊ឿនខ្ញុំលើសរាល់ថ្ងៃប្រៃឆ្ងាញ់ណាស់អូ បាទ តែគាត់ចូលចិត្តញ៉ាំប្រៃ ត្រូវហើយ បាទអញ្ចឹងស៊ីមហ៊ឿនបាទតាមអ្វីដែលគូលើកឡើងគួរបន្ថយ ថ ជាតិ យ ប្រៃ ទៅ បា បាទ ទ កាលណាយើងប្រាំងទៅវាក្រទៅដល់គោលដៅ បាទក្រគោលដៅអូលោកឆាប់ទៅដល់គោលដៅ អត់ទេពេលយើងប្រាំងទៅ អូ វាក្រទៅដល់គោលដៅ បាទខ្ញុំសារនេះខ្ញុំសុខចិត្តក្រទៅដល់ហើយខ្ញុំអត់ចង់ទៅដល់ ហ្នឹងហើយបើចង់ឥឡូវចង់ទៅដល់លឿនអីជន់បន្ថែមទៅដល់ហើយ អត់ទេ គោលដៅរបស់យើង ឆាយរៈបាទជំរាបសួរលោកគ្រូសូមសួរថាតើហូបប្រៃអាចប៉ះពាល់ដល់តម្រងនោមយ៉ាងម៉េចដែរគ្រូអូប៉ះពាល់តម្រងនោមគាត់ចង់យើងនិយាយពីមុនប៉ះពាល់សុខភាពឥឡូវគាត់ផ្ដោតលើតម្រងនោមដែរអត់ យកតម្រងនោមមកបើឃើញណាសួរអញ្ចឹងណា អញ្ចឹងសូមរួយខ្លីជូនគាត់ចុះបាទ បាទតម្រងនោមយើងនេះហើយយើងមើលឃើញហើយ បាទ បាទតម្រងនោមនេះយើងហៅកលៀនហ្នឹងណា បាទ នៅក្នុងតម្រងនោមនេះគេមានអាសរសៃឈាមប្រហោងដែលគេហៅថា nephrotic បាទ nephrotic ហ្នឹងកាលណាយើងញ៉ាំប្រៃច្រើនមែនតើអាហ្នឹងវាធ្វើការច្រោះលឿនមែនតើវាច្រោះឲ្យចេញអំបិល បាទ ឲ្យចេញអំបិលមកអញ្ចឹងនៅពេលដែលវាធ្វើការសកម្មពេកវានឹងធ្វើឲ្យមានបញ្ហាមួយរលាកតម្រងនោមហ្នឹងគេហៅ nephrotic ហ្នឹងគេហៅថា nephrotitis ហ្នឹងវារលាកអាហ្នឹង បាទ លាកអាហ្នឹងវាធ្វើឲ្យយើងចុកចង្កេះធ្វើឲ្យយើងនោមញឹកនោមហួលហើយគ្រុនក្តៅញាក់អីជាដើមអញ្ចឹងតម្រងនោមកាលណាវាត្រូវការអំបិលច្រើនពេកក៏វាអត់ចូលចិត្តដែរវាអត់ចូលចិត្តទេ អូ បាទ អត់ចូលចិត្តអំបិលដែរ វាអ្នកច្រោះ បាទ វាអ្នកច្រោះ វាធ្វើការហត់ ធ្វើការហត់វាគង់ឯងសាក24ម៉ោង48ម៉ោង72ម៉ោងមើលបើមិនអេងឥឡូវហ្នឹង បាទ អត់គេយើងអត់គេអង្គុយធ្វើការចឹងលោតមើល អំបិល នឹងបាល់អញ្ចឹងប៉ះពាល់ណាប្រៃហ្នឹងគឺប៉ះពាល់បេះដូងសរសៃឈាមហើយនឹងតម្រងនោមដែរ បាទបេះដូងសរសៃឈាមតម្រងនោម បាទ កន្លែងដែលប៉ះពាល់សំខាន់ស៊ីមឿនបើយើងញ៉ាំប្រៃតើជាតិប្រៃអាចបញ្ចេញតាមទឹកនោមដែរឬទេ បានចេញ បាទ ចេញទឹកនោមចេញតាមញើស បាទ បាទ អញ្ចឹងបើសិនជាដឹងថាញ៉ាំប្រៃញ៉ាំទឹកឲ្យបានច្រើន បាទអញ្ចឹង ចុះបើអញ្ចឹងលោកគ្រូចំណាំឃើញថាអ្នកណាដែលហូបអីប្រៃវាធ្វើឲ្យស្រេកទឹកខ្លាំង ហេតុអីដឹងអត់នៅពេលណាដែលកំហាប់អំបិលសូដ្យូមនៅក្នុងឈាមយើងច្រើនបេះដូងយើងនេះវាដើរអត់ចង់បានទេ បាទ បាទវាខាប់ដោយសារអំបិល បាទ វាគូក្បាលនឹងប្រាប់ ទៅត្រូវការទឹកអីយ៉ាង វាទៅប្រាប់គូក្បាលថាឲ្យស្រេកទឹកដើម្បីដាក់ទឹកបន្ថែមដើម្បីឲ្យអំបិលហ្នឹងវា វា កុំ បន្ថ ឲ្យ យ វាប្រៃពេក កុំឲ្យវាមានកំហាប់ច្រើន ហ្នឹងហើយកុំឲ្យវាហាប់ដូចយើងដាក់ទឹកមួយកែវដាក់អំបិលមួយស្លាបព្រាទៅ បាទ វាប្រៃហើយយើងចាក់ទឹក2កែវចូលមួយកែវទៀតវាសាបបន្តិច បាទ ខ្លួនយើងវាចេះចឹង អូ អញ្ចឹងបានវាធ្វើឲ្យយើងស្រេកទឹកហ្នឹងដើម្បីទៅបន្ថយអាកំហាប់អំបិលនៅក្នុងឈាម បាទអញ្ចឹងខ្ញុំឆ្លាតដែរតែអញ្ចឹង មិន ខ្ញុំ មិន ឆ្លាតដែរតែ ឆ្លាតហ៎ បាទធ្លាប់ញ៉ាំប្រៃទៅវាប្រាប់ស្រេកទឹក
អញ្ចឹងឯអ្នកដែលឡើងសម្ពាធឈាមជាទូទៅកាលណាយើងឲ្យថ្នាំបញ្ចុះទឹកនោមឲ្យច្រើនដើម្បីសម្រកជាតិទឹកក្នុងឈាមឲ្យលឿនណាកុំឲ្យផ្ទុះខ្សែឈាមតែពេលគាត់នោមច្រើនពេកដឹងមិនអីយើងឲ្យពពួក furosemide ឬក៏អីហ្នឹងdiuretic drug បាទសុំតិចទៀតវាពាក់ព័ន្ធបាទអាចសុំលើសបន្តិចណាចុះជំងឺទឹកនោមប្រៃដែលយើងធ្លាប់និយាយថាជំងឺទឹកនោមប្រៃអានោះតាក់ទងនឹងយើងញ៉ាំបាល់ដែរអត់ទឹកនោមប្រៃហ្នឹងតាមពិតវាទឹកនោមប្រៃបើយើងនិយាយមែនតើគឺជំងឺខូចអានេប្រូទិកហ្នឹងឯងខូចអានេប្រូទិកហ្នឹងអាកាច្រែងហ្នឹងអាកាច្រែងដែលសម្រាប់ច្រោះគ្រាប់ឈាមច្រោះអំបិលច្រោះអីហ្នឹងវាខូចអាហ្នឹងឯងអញ្ចឹងគេហៅថាជំងឺទឹកនោមប្រៃបាទទឹកនោមប្រៃវាពាក់ព័ន្ធនឹងអំបិលនៅពេលដែលយើងយកទឹកនោមទៅមើលយើងឃើញអំបិលធ្លាក់មកបាទយល់ទេបាទអញ្ចឹងវាមិនធ្លាក់តែអំបិលធ្លាក់សូដ្យូមធ្លាក់ប៉ូតាស្យូមធ្លាក់អីហ្នឹងជាមួយគ្នាមកហើយធ្លាក់ប្រូតេអ៊ីនធ្លាក់មកជាមួយមកនឹងអ្នកទឹកនោមប្រៃមិនដឹងទេហើមមុខស្ពីងបាទហើមខ្លួនដែលឃើញអត់ឃើញដែលឃើញអញ្ចឹងសាច់ហើមហ្នឹងចុចទៅត្រុតសួរថាមិនបានអញ្ចឹងដឹងទេបាទមិនបានអញ្ចឹងដឹងទេមកពីអំបិលអស់ពីក្នុងខ្លួនមែនទេអំបិលអស់ក៏វាមិនហើមដែរអញ្ចឹងវាធ្លាក់ប្រូតេអ៊ីនអស់មនុស្សយើងអស់ប្រូតេអ៊ីនគឺហើមចំនួនអាប៉ូតចំនួនហើមអាប៉ូតបាទស្មាតូចំនួនប៉ូតខ្ញុំនៅតូចមនុស្សស្លាប់ដោយសារអត់ប្រូតេអ៊ីនហ្នឹងណាហើមជើងនឹងសកត់ទៅចេញទឹកហ្មងបាទហើយស្លាប់ច្រើនណាស់អត់អំបិលផងអត់អាប្រូតេអ៊ីននឹងផងបាទអញ្ចឹងណាបាទអរគុណគ្រូបាទចង់អាចជំរាបសួរមកលោកគ្រូផ្ទាល់លោកគ្រូអាចជំរាបជូនលេខ Telegram ខ្ញុំនេះនៅក្នុងទូរស័ព្ទដៃផ្ទាល់ខ្លួនបាទដឹងអាហ្នឹងអញ្ចឹងណាបាទលេខសំលេខបាទហើយលេខ Telegram ដែលអាចតាក់ទងមកខ្ញុំបាន097បាទ097បាទ734 734 7 ដងលេខ9បាទពីវែង097 734 7 ដងហើយលេខ9ចុង7លេខ7779និយាយខ្លីចឹងហ្មងបាទ097 734 7779បាទមានចិត្តណាខ្លាំងជាងហ្នឹងចិត្តដែលខ្លាំងជាងគេគឺចិត្តហ្នឹងហើយចិត្តខ្លាំងគឺអំបិលច្រើនចាស់ថាម៉េចចិត្តតិចស៊ីត្រីអាំងបាទចិត្តខ្លាំងអំបិលចិត្តខ្លាំងស៊ីអំបិលបាទអរគុណបាទបន្ទាប់ពីបានលេខ Telegram ហើយកត់ទុកទៅហើយអាចឆាតមកខ្ញុំពេលណាក៏បានខ្ញុំមិនឆ្លើយភ្លាមក៏ខ្ញុំនឹងឆ្លើយតាមក្រោយបើចង់លឿនទេតែម្ដងបើចង់លឿនទេតាមនឹងបាទបាទអញ្ចឹងសម្រាប់ថ្ងៃនេះយើងនិយាយគ្នាអំពីប្រធានបទសូដ្យូមបាទឬក៏អំបិលបាទអញ្ចឹងកាលណាយើងញ៉ាំអំបិលលើសវាធ្វើឲ្យយើងមានបញ្ហាហើយបើយើងញ៉ាំអំបិលខ្វះអត់ណាសួរទេមិនប្រាប់ទៀតហើយវាក៏មានបញ្ហាដូចគ្នាកាលណាអំបិលតិចជាង135មីលីក្រាមនៅក្នុងឈាមវាធ្វើឲ្យយើងវិលមុខអត់ឃ្លានអាហារក្លែងឃ្លោងបាទក្អួតចង្អោរឈឺក្បាលដូចគ្នាអញ្ចឹងលើសក៏បញ្ហាខ្វះក៏បញ្ហាអញ្ចឹងអំបិលដែលយើងបានពីរបបអាហារប្រចាំថ្ងៃរបស់យើងគឺគិតថារាល់ថ្ងៃនេះបងប្អូនយើងមិនទាន់យល់ដឹងត្រឹមត្រូវយើងញ៉ាំទៅវាធ្វើឲ្យយើងលើសច្រើនបាទដោយសារយើងញ៉ាំអំបិលពីសម្លហើយញ៉ាំទឹកត្រីញ៉ាំទឹកស៊ីអ៊ីវញ៉ាំត្រីងៀតញ៉ាំប្រហុកញ៉ាំផ្អកញ៉ាំម៉ាំអីហ្នឹងសុទ្ធតែអំបិលថែមទៀតដូច្នេះការដែលអនុវត្តបែបនេះធ្វើឲ្យយើងមានសុខភាពមិនល្អហើយយើងចេះតែចំណាយប្រាក់ទៅរកសេវាកម្មព្យាបាលអញ្ចឹងក្រសួងសុខាភិបាលក៏លោកបានចូលរួមរៀបចំប្រកាសផ្សព្វផ្សាយអំពីបង្ការជំងឺមិនឆ្លងដោយមានអំបិលទាបស្ករទាបនិងខ្លាញ់ទាបបាទអញ្ចឹងណាបាទទាបអំបិលតិចស្ករតិចខ្លាញ់ហ្នឹងចាំតែប៉ុណ្្នឹងតិចអំបិលតិចស្ករតិចខ្លាញ់ដើម្បីឲ្យបានអាយុវែងសុខភាពល្អគឺអនុវត្តទៅអ្នកណាធ្វើបានប៉ុណ្ណាតាមការអប់រំរបស់ក្រសួងនឹងបានផលតាមហ្នឹងបាទអរគុណ